ពងអាស័យអានេះពងបុរាណតោបុរាណយើងពងបុរាណយើងវិញគឺថាល្អហើយស្អាតទៀតពងអាស័យណាហើយអានេះពងជ័របងប្អូនតែថាផលិតនៅខេត្តកំពង់ចាមហើយគេដាក់រូបដើមត្នោតរូបអីទៀតអាចដាក់បានទឹកត្នោតប្រហែលជា1 លីត្រកន្លះអីទេហើយអានេះអាចដាក់បាន4 លីត្រឥឡូវពិបាករកណាបងប្អូនហើយអាដើមអាស័យណាវាអត់ទៅសបោដូចពីដើមទេខ្ញុំក៏ចង់ប្រើរបស់បុរាណដែរបងប្អូនទាំងអស់គ្នានេះគឺជាកំពង់អាស័យដែលខ្ញុំបានធ្វើខ្លួនឯងបងប្អូនកំពង់អាស័យអានេះកំពង់បុរាណតោបុរាណយើងហើយអានេះកំពង់ជ័របងប្អូនកំពង់ជ័រនេះគេដាក់ថាផលិតនៅខេត្តកំពង់ចាមហើយគេដាក់រូបដើមត្នោតរូបអីទៀតហើយវាស្រាលហើយធំជាងកំពង់អាស័យបងប្អូនបើយើងប្រៀបធៀបគ្នាទៅអានេះអាចដាក់បានទឹកត្នោតប្រហែលជា1 លីត្រកន្លះអីទេអានេះណា2 លីត្រអីទេយ៉ាងច្រើនហើយអានេះអាចដាក់បាន4 លីត្រកំពង់នេះណានេះហើយវាស្រាលស្រួលបងវាស្រាលណាកំពង់នេះហើយបើបំពង់បុរាណយើងវិញគឺថាល្អហើយស្អាតទៀតកំពង់អាស័យណានេះគាត់ថាវាទី1វាធ្ងន់ហើយវាដាក់បានតិចប៉ុណ្ណឹងទេបងប្អូនហើយសម្រាប់កំពង់អាស័យនេះឥឡូវពិបាករកណាបងប្អូនហើយអាដើមអាស័យណាវាអត់ទៅសបោដូចពីដើមទេកំពង់អាស័យហ្នឹងមែនតើខ្ញុំក៏ចង់ប្រើរបស់បុរាណដែរតែគ្រាន់ថាវាជួនកាលយើងវាចេះតែមានពងជ័រអីទៅយើងចេះតែត្រង់ទៅបងប្អូនហើយធ្វើម៉េចបើយើងហើយវីដេអូមួយនេះខ្ញុំសុំខមមិនពីបងដែលឡើងថ្នោតដូចគ្នាណាជួយខមមិនម្នាក់មួយមើលបងប្អូនថាតើយើងប្រើបំពង់ឫស្សីហើយនិងបំពង់ជ័រនេះតើវាមានផលវិបាកអ្វីខ្លះដែលមូលហេតុអីបានប្រើបំពង់ជ័រហេតុអីបានមិនប្រើបំពង់អាស័យអញ្ចឹងណាហេតុអីបានឃើញសបោតែប្រើបំពង់ជ័រច្រើនជាងបំពង់អាស័យដូចជាមិនសូវមានអ្នកប្រើណាហើយមូលហេតុអីបងប្អូនជួយខមមិនម្នាក់មួយមើល